ស្ថានភាពនៅខាងអ៊ុយក្រែនសម្រាប់ប្រិមិត្តដែលជួយចាត់តាមដានព័ត៌មានអំពីប្រទេសអ៊ុយក្រែនវិញម្ដងគឺបើតាមការវិតម្លៃរបស់វិទ្យាស្ថានសិក្សាអំពីសង្គ្រាមបានឲ្យដឹងខ្ញុំសូមដកស្រង់នៅចំណុច2ណាចំណុច2ដែលមកជម្រាបជូនប្រិមិត្តគឺទី1សូមចាប់ផ្ដើមពីខាងធនាគារ Sberbank បាទគឺប្រធានធំរបស់ធនាគារហ្នឹងបាននិយាយប្រាប់លោកពូទីនឲ្យផ្ទាល់តែម្ដងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី10ខែវិច្ឆិកាថាឥឡូវនេះគឺការរីកចម្រើនរបស់ខាងធនាគារហ្នឹងគឺមានលក្ខណៈតិចតួចមែនទែនដោយសារតែមានបញ្ហាប្រឈមខាងផ្នែកស្ថានភាពនៃម៉ាក្រូសេដ្ឋកិច្ចហើយលោកប្រធានធនាគារគឺលោក Gref បាននិយាយប្រាប់លោកពូទីនថាឥឡូវនេះគឺគ្រប់ផ្នែកទាំងអស់របស់ធនាគាររបស់លោកនោះគឺបានថយចុះតាំងពីផ្នែកកម្ចីផ្នែកអីហ្នឹងដូច្នេះធ្វើឲ្យការរីកចម្រើនរបស់ធនាគារនៅឆ្នាំ2025នេះគឺបានតិចជាងអ្វីដែលខ្លួនរំពឹងទុកបាទហើយនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងគឺបានកត់សម្គាល់ថាជាការមួយបង្ហាញនៅបញ្ហាប្រឈមខាងសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងជាលើកដំបូងហើយបើទោះបីជាក្នុងពេលកន្លងមកលោកប្រធានាធិបតីនៃប្រទេសរុស្ស៊ីគឺលោក Vladimir Putin បានខិតខំនិយាយថាសេដ្ឋកិច្ចរបស់រុស្ស៊ីអត់មានបញ្ហាអ្វីទេគឺមានសុខភាពល្អមានស្ថានភាពល្អហើយខ្លាំងទៀតក៏ណា stable and strong មកគឺមានស្ថិរភាពហើយនឹងខ្លាំងបាទក៏ប៉ុន្តែអ្វីដែលអ្នកដែលធ្វើការខាងធនាគារនឹងផ្ទាល់តែម្ដងកាន់កិច្ចការហ្នឹងគាត់ថាអត់ល្អដូចអ្វីដែលនិយាយនោះទេបាទនេះគឺជាបញ្ហាទី1ណាបញ្ហាទី2គឺស្ថានភាពនៅខាងប៉ុកក្រៅមីណូរ៉ាត់ហ្នឹងគឺនៅក្នុងរូបដែលខ្ញុំបង្ហាញហ្នឹងគឺបើខ្ញុំមកពង្រីករូបនេះឲ្យធំតែម្ដងបាទមីណូរ៉ាត់ហ្នឹងគឺនៅកន្លែងសសណាកន្លែងសសដែលមើលឃើញគឺសសទាំងអស់ហ្នឹងបាទហើយប៉ុកក្រៅនេះនៅខាងលឿងដែលខាងអ៊ុយក្រែនចាញ់រុស្ស៊ីជាបន្តបន្ទាប់រុស្ស៊ីបានរុលទៅមុខថែមទៀតហើយអញ្ចឹងបាទគឺប្រឈមមុខនឹងការពាត់ទាហានរបស់អ៊ុយក្រែននៅមីណូរ៉ាត់ហ្នឹងហើយអញ្ចឹងបើតាមការវិតម្លៃរបស់វិទ្យាស្ថានសិក្សាអំពីសង្គ្រាមគឺបាទគឺមានការលំបាកដែរក៏ប៉ុន្តែក៏មានការរីកចម្រើនខ្លះដែរគឺនៅផ្នែកខ្លះបាទផ្នែកខាងពីច្រើននៅផ្នែកខាងជើងបាទហើយខាងជើងគឺខាងទាហានរបស់អ៊ុយក្រែនបានវិបកទៅវិញទៅខាងទាហានរបស់រុស្ស៊ីហើយក៏រុស្ស៊ីថយមកអញ្ចឹងហើយបានជានៅក្នុងរូបហ្នឹងគឺកាលពីបើប្រៀបធៀបកាលពីថ្ងៃម្សិលមិញហើយនឹងថ្ងៃនេះដែលខ្ញុំចែករំលែកហ្នឹងគឺប្រិមិត្តមើលរូបកណ្ដាលហ្នឹងគឺតំបន់លឿងហ្នឹងដែលពាត់មីណូរ៉ាត់ហ្នឹងគឺចិត្តចាប់ដៃគ្នាបានទៅហើយក៏ប៉ុន្តែឥឡូវហ្នឹងគឺធំជាងមុនវិញដោយសារតែអ៊ុយក្រែនគាត់វាយវិបកទៅរុស្ស៊ីថយបាទរុស្ស៊ីថយអញ្ចឹងពង្រីកច្រកហ្នឹងបានបន្តិចដែរក៏ប៉ុន្តែនៅភាគខាងលិចវិញបាទភាគខាងលិចនៅក្នុងតំបន់ប៉ុកក្រៅហ្នឹងដែរគឺមានការយឺតយ៉ាវដែរបាទមានការយឺតយ៉ាវហើយក៏ភាគខាងត្បូងវិញបាទភាគខាងត្បូងវិញគឺខាងរុស្ស៊ីបានរុលទៅមុខវិញបាទអញ្ចឹងដូច្នេះការវានឹងខាងជើងអញ្ចឹងទៅខាងរុស្ស៊ីថយប៉ុន្តែខាងរុស្ស៊ីនេះគាត់ខាងត្បូងនេះគាត់រុលទៅមុខវិញទៀតហើយមកដល់ពេលនេះការតាក់ទងគ្នាតាមផ្លូវគោកពីខាងអ៊ុយក្រែនទៅក្នុងទីក្រុងមីណូរ៉ាត់ហ្នឹងគឺនៅតែកាត់ផ្ដាច់នៅឡើយទេបាទដោយសារតែបើទោះបីជានៅក្នុងរូបភាពនេះយើងមើលឃើញថាមានកម្លាតធំក៏ដោយក៏ប៉ុន្តែវាស្ថិតនៅក្នុងរង្វង់កំភ្លើងផ្លោងរបស់ខាងរុស្ស៊ីអញ្ចឹងហើយអ៊ុយក្រែនមិនហ៊ានបន្ថយនឹងប្រើទាហានរថយន្តឬរក្រអីនឹងចូលទៅជួយរំដោះនៅខាងមីណូរ៉ាត់នោះទេព្រោះខ្លាចរុស្ស៊ីបាញ់មកបាទនេះគឺជាព័ត៌មានដែលខាងវិទ្យាស្ថានសិក្សាអំពីសង្គ្រាមបានចងក្រងឡើងបាទអញ្ចឹងសូមអរគុណណាហើយព័ត៌មានទី4នេះក៏មិនជាតិចប្រមាណដែរបាទគឺនៅជប៉ុនហើយនិងចិនបាទក៏មានទំនាស់គ្នាខ្លាំងដែរបាទតឹងសរសៃកដាក់គ្នាដែរណាក្រោយពីអ្នកស្រីនាយករដ្ឋមន្ត្រីរបស់ជប៉ុនគឺអ្នកស្រី Takaichi បាននិយាយថាបាទចំនួននៅកោះតៃវ៉ាន់ជាមួយនឹងចិនអាចនឹងធ្វើឲ្យជប៉ុនយោធាជប៉ុនចូលអន្តរាគមន៍ផងដែរបាទគឺដូច្នេះធ្វើឲ្យមានការតានតឹងសម្ដីដាក់គ្នាបាទដោយទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារតែម្ដងនៅខែនេះចំពោះនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន
បាទគឺអ្នកស្រី Shane Takaichi បាទដែលបាននិយាយថាខាងប្រទេសជប៉ុនគឺមានសិទ្ធិនៅក្នុងប្រើកងកម្លាំងការពារខ្លួនរបស់ខ្លួនប្រសិនបើមានការគំរាមកំហែងដល់ប្រទេសជប៉ុនបាទពីព្រោះអីនៅក្នុងដែនសមុទ្រហ្នឹងបាទកំភ្លើងប្លង់ចុះប្លង់ឡើងអាចនឹងទះទៅដល់ចឹងជប៉ុនត្រូវតែតម្លើងកងទ័ពរបស់ខ្លួនវិញដើម្បីត្រៀមការពារផងដែរក៏ប៉ុន្តែជប៉ុនបានទទូចថាគឺអ្វីដែលជប៉ុនធ្វើហ្នឹងគឺស្ថិតនៅក្នុងស្មារតីនៃការពារខ្លួនរួមតែប៉ុណ្ណោះបាទឬក៏គ្រាន់តែជាការមួយដែលធ្វើសកម្មភាពដើម្បីទៅជួយសម្ព័ន្ធមិត្តបាទគឺជប៉ុនមិនរំពឹងថានឹងមានសេណារីយ៉ូណាអាក្រក់ជាងនឹងទៀតទេនៅក្នុងឈូងសមុទ្រដែនកោះតៃវ៉ាន់នោះហើយប្រសិនបើមានករណីបន្ទាន់នៅក្នុងប្រទេសតៃវ៉ាន់ដែលមានពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នាវាចម្បាំងហើយនឹងប្រើប្រាស់កងកម្លាំងអីនោះគឺអាចនឹងជាការមួយដែលជប៉ុនមើលឃើញថាជាការមានស្ថានភាពគម្រាមកំហែងទៅដល់ការរស់រានមានជីវិតរបស់ប្រទេសជប៉ុនបាទហើយបើទោះបីជារឿងនឹងកើតឡើងយ៉ាងណាក៏ដោយគឺអ្នកស្រីបានប្រាប់ទៅដល់សភាថាគឺអ្វីដែលអាចនឹងជាបញ្ហាធ្ងន់ធ្ងរនោះគឺប្រហែលជាជប៉ុនត្រូវត្រៀមខ្លួនផងដែរបាទហើយដោយសារតែមកដល់ពេលនេះគឺទីក្រុងប៉េកាំងនៅមិនទាន់បានច្រានចោលនៅឡើយទេអំពីការប្រើប្រាស់កម្លាំងនៅក្នុងការបញ្ចូលតំបន់ដែនកោះតៃវ៉ាន់ឲ្យមកជាផ្នែកមួយនៃការបង្រួបបង្រួមរបស់ប្រទេសចិនឡើងវិញបើទោះបីជាក្នុងពេលកន្លងមកគឺលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថាពេលដែលជួបជាមួយនឹងលោក Xi Jinping គឺចិនបានសន្យាជាមួយនឹងលោកថាដរាបណាលោកនៅជាប្រធានាធិបតីគឺចិននឹងមិនចូលឈានពានដែនកោះតៃវ៉ាន់នោះទេបាទអញ្ចឹងដូច្នេះឥឡូវនេះគឺស្ថានភាពក៏មានកម្ដៅដែររវាងជប៉ុនហើយនិងចិននៅពេលដែលនាយករដ្ឋមន្ត្រីថ្មីឡើងបែបនេះបាទនៅសារព័ត៌មានក្រៅប្រទេសនេះស្ទើរតែគ្រប់ទាំងអស់តែម្ដងបាទដោយភាគច្រើនគឺដាក់ចំណងជើងថាថៃប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាហើយនិងថៃហើយសារព័ត៌មានខ្លះបាននិយាយទៅដល់ប៉ះពាល់ទៅដល់សហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកត្រូវធ្វើយ៉ាងម៉េចទៀតហើយនៅពេលនេះមាន Al Jazeera មួយក៏ដាក់ចំណងជើងដោយចូលពីខាងជ្រុងកម្ពុជាបើសារព័ត៌មានផ្សេងទៀតក៏មានពាក់ព័ន្ធនឹងកម្ពុជាប្រតិកម្មនៅកម្ពុជាក្នុងនោះដែរប៉ុន្តែឃើញ Al Jazeera មួយគាត់យក angle ពីមុំពីខាងកម្ពុជាគាត់ដាក់ថាកម្ពុជាបដិសេធថាមិនបដិសេធចំពោះការអះអាងរបស់ថៃថាមានការដាក់មីនថ្មីបាទហើយធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពហ្នឹងគឺនៅមិនទាន់មានភាពច្បាស់លាស់បាទអញ្ចឹងខ្ញុំសូមដកស្រង់មិនប្រភពតែមួយទេគឺច្រើនតែម្ដងពីព្រោះនៅពេលដែលមានរឿងអញ្ចឹងខ្ញុំដឹងថាប្រិមិត្តចង់ដឹងពីបាតុកម្មអន្តរជាតិថាតើខាងសារព័ត៌មាននៅខាងអន្តរជាតិនេះគេរាយការណ៍យ៉ាងម៉េចពីព្រោះសំខាន់ណាស់បើសារព័ត៌មានធំនៅក្រៅប្រទេសនេះរាយការណ៍យ៉ាងម៉េចគឺវាអាចនឹងប៉ះពាល់ទៅមានឥទ្ធិពលទៅលើផ្នត់គំនិតអ្នកអាននៅក្រៅប្រទេសហើយនឹងអ្នកតាក់តែងគោលនយោបាយផងដែរបាទគឺអញ្ចឹងខ្ញុំសូមដកស្រង់សរុបតែម្ដងគឺដូចជាសារព័ត៌មាន Al Jazeera នេះគាត់បាននិយាយមកគាត់ថាចាប់ផ្ដើមដំបូងគាត់ថាកម្ពុជាបានបដិសេធថាមិនបានដាក់មីនថ្មីនោះទេបាទដែលនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃក្រោយពីទីក្រុងបាងកកគឺប្រទេសថៃបានប្រកាសផ្អាកការអនុវត្តបទជបាញ់គ្នាដល់ទូលំទូលាយដែលបានចុះហត្ថលេខាកាលពីខែមុនដោយសារតែមានរឿងផ្ទុះគ្រាប់មីនដែលធ្វើឲ្យរបួសទាហានរបស់ថៃចំនួនបាទនៅក្នុង Al Jazeera គាត់ប្រើ4បាទប៉ុន្តែតួលេខផ្លូវការចុងក្រោយនេះគឺយើងប្រើគេប្រើតែចំនួន2នាក់ទេណាបាទនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារនេះបាទគឺក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានសម្ដែងនៅការសោកស្ដាយដែលមានការផ្ទុះគ្រាប់មីននេះឡើងដែលកើតឡើងកាលពីមួយថ្ងៃមុនគឺថ្ងៃច័ន្ទហើយនៅក្នុងប្រទេសថៃនោះគឺកើតឡើងនៅក្នុងខេត្តស៊ីសាកេតដែលនៅជិតព្រំដែនរួមនៃប្រទេសទាំងពីរដោយនិយាយថាដោយកម្ពុជានិយាយថាគ្រាប់ដែលផ្ទុះនោះគឺកើតឡើងនៅទីចំការមីនចាស់ដែលសល់ពីសម័យសង្គ្រាមហើយក្រសួងការពារជាតិក៏បាននិយាយបន្ថែមទៀតដែរថាយុទ្ធភ័ណ្ឌបន្ទាន់ផ្ទុះទាំងអស់នោះគឺជាកាកសំណល់ដែលសល់ពីអតីតកាលហើយក៏បានទទូចឲ្យទាហានរបស់ថៃនេះជៀសវាងការដើរល្បាតនៅតំបន់ដែលរងផលប៉ះពាល់ដោយសារមីនណាមានតំបន់មីនបើទោះបីជាមានចំនួនគ្នាក៏ដោយគឺភាគីទាំងពីរបាន
កងកម្លាំងទាំងពីរនៅតាមបណ្ដោយព្រំដែននោះគឺបានតាក់ទងគ្នាទៅវិញទៅមកហើយរហូតមកដល់ពេលនេះគឺស្ថានភាពនៅតែស្ងប់ស្ងាត់នៅឡើយទេដោយគ្មានភាពតានតឹងដែលបានកើតមានឡើងនោះឡើយនេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរបស់កម្ពុជាបាទអញ្ចឹងគឺគ្រាន់តែផ្អាកទេបាទនេះគឺជាប្រភពផ្លូវការដែលរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងហើយខ្ញុំក៏បានដឹងអំពីអ្នកប្រើបណ្ដាញសង្គមមួយចំនួនផ្សព្វផ្សាយព័ត៌មានអីច្រើនបាទអញ្ចឹងហើយបានជានៅថ្ងៃនេះខាងកម្ពុជាគាត់បានបង្ហាញនៅ Facebook មួយចំនួនជាផ្លូវការដែលអាចទទួលយកព័ត៌មានបានជាជាងអ្នកបង្កើតព័ត៌មានវេទិកាព័ត៌មានមួយចំនួនដែលគាត់មានចេតនាអ្វីផ្សេងបាទសារព័ត៌មាននេះបានបន្ថែមទៀតថាប្រទេសថៃនិងកម្ពុជាបានចុះហត្ថលេខាលើបទច្បាញ់គ្នាទូលំទូលាយមួយនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីខែមុនបាទដែលដោយសារតែមានទំនាស់ព្រំដែនរវាងប្រទេសទាំងពីរហើយគឺការប្រយុទ្ធគ្នាដែលបានកើតមានឡើងកាលពីចុងខែកក្កដាកន្លងទៅនេះអស់រយៈពេល5ថ្ងៃបានធ្វើឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួន48នាក់នៅភាគីទាំងសងខាងបានស្លាប់បាត់បង់ជីវិតហើយមានប្រជាពលរដ្ឋប្រមាណជា30,000នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋានដែលជាការវាយប្រហារគ្នាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនាសម័យថ្មីនេះកិច្ចព្រមព្រៀងនោះគឺត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបាទដែលលោកខិតខំព្យាយាមធ្វើយ៉ាងណាកសាងកិត្តិនាមរបស់លោកក្នុងនាមជាអ្នកដែលស្វែងរកសន្តិភាពសម្រាប់ពិភពលោកហើយក្នុងកិច្ចព្រមព្រៀងនោះក៏រួមមានការដកនៅកងទ័ពហើយនិងយុទ្ធោបករណ៍ធុនធ្ងន់ពីតំបន់ព្រំដែនផងដែរបាទហើយនេះគឺមានតទៅទៀតរបស់ខាងAl Jazeera ហើយខាង Reuters ក៏ខ្ញុំសូមដកសងបញ្ចូលជាមួយគ្នាតែម្ដង Reuters ក៏បាននិយាយដែរដោយផ្ដោតទៅលើ angle នៃខាងប្រទេសថៃដែលគាត់និយាយថារដ្ឋាភិបាលថៃបានបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃអង្គារនេះថានឹងផ្អាកការអនុវត្តនៃកិច្ចព្រមព្រៀងជុំបាញ់គ្នាដល់ទូលំទូលាយជាមួយនឹងប្រទេសកម្ពុជាដែលបានចុះហត្ថលេខាកាលពីខែមុនក្នុងពេលដែលមានវត្តមានរបស់លោកប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកចូលរួមផងដែរហើយបាននិយាយថាទីក្រុងបាងកកនឹងពន្យល់អំពីបញ្ហានៃការសម្រេចចិត្តរបស់ខ្លួនទៅដល់ទីក្រុង Washington នៅពេលក្រោយទីក្រុងបាងកកគឺក៏បានផ្អាកការបញ្ជូនត្រឡប់ទៅវិញនៅយុទ្ធជនរបស់កម្ពុជាចំនួន18នាក់ដែលនៅពេលបច្ចុប្បន្ននេះគឺនៅក្រោមការឃុំឃ្រងរបស់ប្រទេសថៃយោធាថៃនៅឡើយនេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគឺលោកណតផនណាក់ផានិតបានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារនេះក៏ប៉ុន្តែលោកបានបដិសេធមិនឆ្លើយនឹងសំណួរថាតើកងទ័ពរបស់ថៃនឹងត្រូវគេដាក់ពង្រាយទៅវិញឬទេបាទហើយនេះគឺសារព័ត៌មាននេះបានជូនទៅជា background ទៀតហើយ Reuters ក៏បានបន្ថែមទៀតថាយោធាថៃបានចោទប្រកាន់ប្រទេសកម្ពុជាថាបានដាក់មីនថ្មីក្រោយពីប្រទេសទាំងពីរបានព្រមព្រៀងគ្នាឲ្យមានបទជបាញ់គ្នាហើយបានចាត់វិធានការជាជំហានដើម្បីដកអាវុធនិងកងទ័ពនិងអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនហើយនឹងក៏រួមមានការដោះលែងយុទ្ធជនរបស់កម្ពុជាដែលកំពុងជាប់ឃុំឃាំងនោះផងដែរហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះគឺក្រសួងការពារជាតិរបស់កម្ពុជាបានបដិសេធថាកម្ពុជាមិនបានដាក់មីនថ្មីនោះទេហើយបានទទូចឲ្យថៃដើរល្បាតជៀសវាងនៅកន្លែងចំការមីនចាស់ពីព្រោះវាគឺជាកន្លែងដែលធ្លាប់មានសង្គ្រាមហើយកម្ពុជាបានបញ្ជាក់ថាកម្ពុជានៅតែបដិញ្ញាចិត្តនៅក្នុងការធ្វើការជាមួយនឹងទីក្រុងបាងកកដើម្បីអនុវត្តកិច្ចព្រមព្រៀងបាទឲ្យបានហើយសារព័ត៌មាន Reuters បានរាយការណ៍បន្ថែមថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងសម័យប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានក្នុងប្រទេសម៉ាឡេស៊ីនោះគឺមានគោលបំណងធ្វើយ៉ាងណាការធ្វើឲ្យមានសន្តិភាពហើយនឹងជុំបាញ់គ្នារវាងប្រទេសទាំងពីរដែលលោកប្រធានាធិបតី Donald Trump បានចូលរួមសម្របសម្រួលឲ្យមានកាលពីខែកក្កដាកន្លងទៅនេះបាទហើយបានទាមទារឲ្យមានការបញ្ឈប់ការធ្វើប្រទុសរាយរវាងគ្នាទៅវិញទៅមកបាទនេះគឺជាសារព័ត៌មានរបស់ Reuters បានរាយការណ៍ហើយ Reuters ក៏បានបញ្ជាក់ថែមទៀតថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកសៀស័កភួងកិតកៅបាននិយាយថាការសម្រេចរបស់ប្រទេសរបស់លោក
ក្នុងការផ្អាកការអនុវត្តនេះគឺថៃនឹងព្យាយាមពន្យល់ទៅដល់សហរដ្ឋអាមេរិកហើយនិងម៉ាឡេស៊ីដែលជាប្រធានបដូវវេនរបស់អាស៊ាននៅពេលនេះហើយជាអ្នកដែលបានជួយសម្របសម្រួលឲ្យមានបទចុះបាញ់គ្នានោះបាទដោយលោកភូមិកិតកែបាននិយាយថាអ្វីដែលកម្ពុជាបាននិយាយនោះគឺនៅមិនតាន់គ្រប់គ្រាន់នៅឡើយទេហើយយើងចង់ឃើញចំហកម្ពុជាឲ្យបានច្បាស់ពីពេលនេះតទៅបាទហើយដោយឡែកអ្នកនាំពាក្យបាទសារព័ត៌មានមួយផ្សេងទៀតបានរាយការណ៍ថាអ្នកនាំពាក្យរបស់ខាងយោធាថៃគឺលោកវិនថៃស៊ូវ៉ារីបាទក៏បាននិយាយថាគឺការផ្ទុះនោះកើតឡើងនៅក្នុងតំបន់ដែលថៃបានដោះមាននាពេលកន្លងមកហើយបានដាក់លូបន្លាក៏ប៉ុន្តែលូបន្លានោះត្រូវបានគេយកចេញនៅពេលយប់ថ្ងៃអាទិត្យហើយស្រាប់តែមានរឿងផ្ទុះនេះតែម្ដងបាទនឹងបើតាមការចោទប្រកាន់របស់ខាងភាគីថៃបាទហើយនៅក្នុងនោះមានសេចក្តីថ្លែងការណ៍របស់លោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាណាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាហ្នឹងក៏បានបញ្ជាក់អំពីការសោកស្ដាយបាទលិខិតបានចេញមកខ្ញុំបានបង្ហោះតាម Facebook ហើយនៅតាមប្រភពរដ្ឋាភិបាលក៏មានដែរអញ្ចឹងដូច្នេះប្រិមត្តអាចទៅចូលមើលនៅកន្លែងនោះបាន